ទឹកស៊ុបឆ្អឹងគោខ្ញុំថ្ងៃមុនហ្នឹងនៅសល់បន្តិចទៅអត់ចាក់ចោលទៅស្ដាយទៅក៏ទិញបន្លែតិចយកមកដាក់ថែមទៅហើយសម្រាប់អឌីដែរមិនវីដេអូថ្ងៃហ្នឹងទេបងប្អូនកុំឆ្ងល់ថាតិចតួចឆ្ងល់ហើយជើងគោមួយស៊ីប្រហែលថ្ងៃអីនេះវីដេអូហ្នឹងសាមញ្ញតែខ្ញុំទៅបង្កាត់ផុសចឹងណាហើយឃើញណាទឹកស៊ុបវាមានតែឆ្អឹងតិចហើយអត់មានសាច់ត្បូងទៅរកទិញសាច់គោដាក់ទៅអត់មានសាច់គោទិញប្រហិតយកមកដាក់តិចទៅមានសាច់តិចហើយខ្ញុំស៊ុបខ្ញុំនេះខ្ញុំអត់ធ្វើដាក់ហូបលើក្រានក្រៅក្តៅទេដោយសារហូបអត់ជុំគ្នាទេអញ្ចឹងធ្វើអញ្ចឹងទុកមកទៅណាមួយខ្ញុំធ្វើអញ្ចឹងទៅបានដួសទុកឲ្យត្រជាក់ស្រួលបញ្ចុកកូនខ្ញុំមុនគេបន្ទាប់ពីដាក់បន្លែទុកវាមកពុះហើយចុងក្រោយខ្ញុំបានដាក់ជាមួយនឹងស្អីគេជីអាណាហើយនឹងអមឲ្យវាមានក្លិនឈ្ងុយតែបិទរត់ដាក់ខ្ទឹមលីងទៀតតែខ្ជិលបំពងទៅដាក់តែប៉ុណ្្នឹងទៅក៏វាឈ្ងុយមិនចាញ់នៅហាងដែរបងប្អូនអើយ